សូមធ្វើការគ្រប់ជំរាបសួរពុកម៉ែបងប្អូនពូមីងក្មួយៗទាំងអស់ដែលនៅក្នុងហើយនិងក្រៅស្រុកបាទថ្ងៃនេះលេងឈុតធំបាទថ្ងៃនេះមានវីដេអូខ្លីទៀតហើយជួបជុំជាមួយពុកម៉ែបងប្អូនពូមីងក្មួយៗទាំងអស់ដែលនៅក្នុងហើយនិងក្រៅស្រុកបាទហើយថ្ងៃនេះក៏មានសំណួរចម្លើយអំពីម្ចាស់ហាងកាទៀវអ្នកលក់កាទៀវណាបាទពីមុនគាត់ធ្លាប់រៀបអាសនៈ9ថ្នាក់ពុកម៉ែបងប្អូនតែគាត់ត្រឹមតែជាអ្នកលក់គុយទាវទេហើយគាត់ក៏ជាអ្នកមានវត្ថុស័ក្តិសិទ្ធិដែលមានឫទ្ធិហើយក៏បានមានថាបញ្ហាខ្លះតាក់ទងជាមួយនឹងវត្ថុស័ក្តិសិទ្ធិហើយនឹងរឿងខ្លះទៀតក៏មានបញ្ហាជាមួយការយកទៅដាស់ប្រសិទ្ធិហើយគាត់ក៏បានសួរខ្ញុំហើយក៏ឲ្យខ្ញុំនឹងជួយធ្វើវីដេអូបកស្រាយតាក់ទងជាមួយវត្ថុស័ក្តិសិទ្ធិដែលខ្លួនមានយកទៅឲ្យលោកគ្រូដទៃក្រៅពីគ្រូយើងក្រៅពីអ្នកដែលយើងស្និទ្ធស្នាលម្ដងម្កាលទៅបែរតែជាជួបរឿងមិនល្អបាទហើយគាត់ជាអ្នកលក់គុយទាវធម្មតាទេបាទហើយខ្ញុំនឹងធ្វើការបកស្រាយក្នុងវីដេអូនេះបាទប៉ុន្តែមុននឹងបកស្រាយក៏មានវត្ថុបាទដែលជាចំណីចក្ខុបាទផ្ទាំងទស្សនីយភាពនៅកម្រងខ្សែកបាទដែលជាឈុតធំដែលខ្ញុំធ្វើឲ្យកូនសិស្សបាទកូនសិស្សគាត់ចង់បានបាទទាំងអស់ហ្នឹងហើយនេះគឺជាស្នែងកបីបក់ធ្លុះពុកម៉ែបងប្អូនបាទកបីឃ្លៀចហើយមានកណ្ដាញ់កតុយទៀតហើយខ្ញុំបកណាហ្នឹងបានយកមកចម្លាក់ធ្វើជារូបព្រះកវ៉ាំបតិបាទពុកម៉ែបងប្អូនហើយនេះសល់អំពីមេតបនៅភ្នំកំពីមួយបាទពុកម៉ែបងប្អូនខ្លះបែរជាស្គាល់បងប្អូនខ្លះអត់ទាន់ស្គាល់ទេភ្នំកំពីមួយបាទហើយនេះគឺជារបស់ដែលសល់យូរហើយកេរក3ជំនាន់ហើយបាទហើយមួយអង្គនេះបាទចម្លាក់ជាអិសីខ្លាហើយជាភ្លុកយូរហើយបាទហៅថាចូលទៅជាដូចចង់មកណាពុកម៉ែបងប្អូនបាទហើយមួយអង្គនេះគឺជាធ្គាមយើងពួនរបស់ដំរីពុកម៉ែបងប្អូនថាយកមកចម្លាក់បាទជាព្រះអង្គសីវលីព្រោះព្រះអង្គតាក់ទងជាមួយធ្គាមដំរីភ្លុកដំរីហ្នឹងគឺយើងសាក់យើងធ្វើជាវត្ថុស័ក្តិសិទ្ធិតិចតិជុំក្នុងការគ្រប់មុខរបរហើយនេះព្រះវិស្វ័ននេះគឺខ្ញុំបកណាខ្ញុំសាងឡើងអំពីបញ្ញាដើមរាំងចាក់ធ្លុះបញ្ញាដើមរាំងនឹងហើយចាក់ទម្លុះដើមរាំងទៀតបញ្ញាហ្នឹងបាទហើយខ្ញុំបកណាបានយកមកសាងជាព្រះអង្គវិស្វ័នបាទអញ្ចឹងនេះមានច្រើនប្រហែលបកស្រាយបន្តទៀតហើយពេលវេលាចិត្តអស់ហើយក៏អាចមានដល់ភាគ2បងប្អូនបាទអញ្ចឹងចាឥឡូវនេះមួយទៀតគឺជាកូនសង្កត់បាទ21គុណលោកឪពុកនិងម្ដាយហើយនេះកូនសង្កត់អឋាននីឈ្មោះហើយនឹងអង្គព្រះឋានបាទទាំងអស់ហ្នឹងបាទមាន56មេដែលខ្ញុំបង្កើតណាបានបញ្ចូលនៅក្នុងនេះបាទសម្រាប់គុណឪពុកគុណម្ដាយបាទអ្នកដែលស្រឡាញ់ឲ្យគាត់អ្នកជាអ្នកធ្លាប់បួសធ្លាប់រៀនឧបនិស្ស័យជាមួយមហាមុនីឥសីបាទអ្នកសច្ចាំងក៏បានមកប្រាប់អំពីជីវិតបាទគ្រប់បែបយ៉ាងរបស់គាត់ហើយគាត់ក៏ជឿឲ្យខ្ញុំបង្កើតហ្នឹងសាងជាគុណឪពុកគុណម្ដាយបាទហើយនេះគឺជាឥសីខ្លាពុកម៉ែបងប្អូនបាទឥសីខ្លាសាងពីដើមដៃខ្លាបាទដែលមានទឹកមានដៃជះហើយនេះឈុតបាទឈុតទាំង4បាទឈុតទាំង4របស់អង្គុតបាទដែលមានទឹកមានដៃជះហើយនេះអាឋានដែលខ្ញុំបង្កើតណាបញ្ចូលបាទឋានបាទការពារអំពើមុនខ្មៅឲ្យគ្រប់សពបែបយ៉ាងអញ្ចឹងមកឈុតធំនេះគឺសម្រាប់គាត់យកទៅគ្រប់បូជាបានបាទផ្នែកពីជ័យសង្គ្រាមអីកាលណាតែយើងមានប៉ុណ្ណេះហើយបានន័យថាយើងជាមនុស្សម្នាក់ដែលគោរពស្រឡាញ់ជឿបាទมันមានការប្រមាថទេបាទហើយតែកាលណាយើងមានការគោរពស្រឡាញ់ជឿខ្លាំងទៅលើវត្ថុស័ក្តិសិទ្ធិហើយទេវតាម្ចាស់ទឹកម្ចាស់ដីអរុក្ខរៈអ្នកតាព្រមទាំងគេហៅថាទុសបារមីទាំងអស់គុណលោកឪពុកគ្រូបាឈេគ្រូកំណើតគ្រូសង្វារហ្នឹងគឺលោកចូលមកបីបាច់ថែរក្សាយើងបាទឥឡូវកុំឲ្យខាតពេលយូរខ្ញុំនឹងធ្វើការបកស្រាយជាមួយតកែហាងកាទៀវដែលគាត់សួរខ្ញុំថាគាត់ធ្លាប់មានវត្ថុស័ក្តិសិទ្ធិឬក៏វត្ថុដែលជាទីស្រឡាញ់របស់គាត់យកទៅឲ្យលោកគ្រូផ្សេងធ្វើការដាស់ប្រសិទ្ធិបាទបញ្ចូលនៅមុនពលីការព្រមទាំងថ្វាយនៅគ្រឿងកោបឬក៏កមួនប្រេងម្សៅទៅតាមនឹងបាទប៉ុន្តែរឿងទាំងអស់ហ្នឹងប្រសិនណាបើជាល្អគឺវាប្រពៃណាមិនថាលោកគ្រូនោះជាគ្រូប្រុស
គ្រូស្រីតបោះអីសីអ្នកសច្ចាំងប្រសង់អីទេបាទគ្រូមុនគុំអីទេឲ្យតែអ្នកនោះយករបស់ល្អប្រព្រឹត្តនៅកាយវាចាល្អហើយប្រើនៅគេហៅថាសេចក្តីសិលល្អការដាស់ទិដ្ឋិឲ្យអ្នកណាក៏បានដែរបាទទៀតណាបាទប៉ុន្តែរឿងដែលគួរឲ្យចម្លែកគឺជារឿងដែលលោកគ្រូគាត់បានយកវត្ថុស័ក្តិសិទ្ធិដែលគេយកទៅដាស់ហ្នឹងគាត់យកទៅលាបជាមួយខ្លាញ់ខ្មោចបាទខ្លាញ់ខ្មោចដែលទឹកខ្មោចអីចឹងទៅពុកម៉ែបងប្អូនឲ្យគាត់ទៅយកមកពីក្នុងមកឈូសក្នុងភ្នោអីចឹងទៅតាមដែលក្បួនគ្រូដែលគេរៀនបាទផ្នែកស្នេហ៍ព្រាយស្នេហ៍អីចឹងទៅពុកម៉ែបងប្អូនបាទហើយយកមកលាបនៅលើតួអង្គវត្ថុស័ក្តិសិទ្ធិដែលមានฤទ្ធិបាទចង់និយាយថាលោកមិនខ្លាចនៅកម្លាំងខ្មោចព្រាយបិសាចត្រឹមអាសពប៉ុណ្ណឹងទេប៉ុន្តែអង្គញាណបារមីផ្លូវក្នុងហ្នឹងលោកបញ្ជាក់ថាវាមានក្លិនអាសោចលោកថាកក្រិចណាបាទធំក្លិនមិនល្អបាទមកលើវត្ថុស័ក្តិសិទ្ធិហ្នឹងហើយតួអង្គហ្នឹងលោកមកប្រាប់បាទលោកប្រាប់ថាឥឡូវវាមានក្លិនមានអីមិនល្អចឹងហើយគាត់ជាមនុស្សដែលមានផ្លូវក្នុងកាន់ដែរគាត់នាគខៀវកាន់ដែរបាទប្រសិនជាគាត់ទៅភ្នំទៅកន្លែងណាដែលមានទីសក្ការៈបូជាគឺគាត់ក្រងបើសិនជាអ្នកនិយាយមិនល្អប្រព្រឹត្តនៅកាយវាចាមិនល្អគ្រូក៏ដោយអីសីក៏ដោយតបោះក៏ដោយឬក៏អ្នកធម្មតាក៏ដោយគឺអង្គញាណបារមីហ្នឹងចូលមកថាឲ្យថាអ្នកឯងនិយាយមិនពិតទេនិយាយមិនត្រូវទេរឿងទាំងអស់វាមិនមែនដូចជាការបកស្រាយទេគាត់ចូលសន្ធិដ្ឋភ្លាមៗអញ្ចឹងហើយក៏គាត់បានដឹងរឿងរ៉ាវទាំងអស់ហ្នឹងក៏គាត់យកមកឲ្យខ្ញុំនឹងជួយបកស្រាយបាទអញ្ចឹងខ្ញុំគាត់តែចង់ជម្រាបជាចំណេះដឹងឬក៏ជាបទពិសោធន៍ខ្លះដែលខ្ញុំបានបួសបានរៀនបានឆ្លងកាត់នៅក្នុងថាវិស័យចែកជាគ្រូដែលជាអ្នករក្សាសិលបួសរៀនធ្លាប់ធ្វើទៅដងមកខ្ញុំដឹងខ្លះដែរបាទខ្ញុំមិនមានបញ្ញាបាធីអីលោកកវោហាអីច្រើនទេពុកម៉ែបងប្អូនប៉ុន្តែមានទំនៀមជំនឿខ្លះដែលធ្លាប់បានជួបកន្លងមកបាទដូចខ្ញុំបានលើកខាងដើមអញ្ចឹងបើសិនណាជាលោកគ្រូនឹងគាត់ជាស្រីក្តីប្រុសដោយឲ្យតែមានកាយវាចាប្រព្រឹត្តនៅប្រមចារៈល្អប្រពៃបាទមិនហ៊ានយកគ្រឿងកខ្វក់ទៅតង្វាយថ្វាយដល់តួអង្គអាទិទេពតួអង្គអ្នកសច្ចាំងបាំងបាត់ហើយនឹងតួអង្គព្រះពុទ្ធរូបព្រះទុដងអីឬក៏អគ្គសាវករបស់ព្រះសម្មាសម្ពុទ្ធទេពីព្រោះវាជាបច្ច័យបាបនាំឲ្យខ្លួននឹងទៅធ្លាក់ប្រេតនរកបងប្អូនគិតមើលនៅក្នុងប្រវត្តិរឿងរ៉ាវនៃពួកប្រេតទាំង4យ៉ាងបាទទុសបមិហ្នឹងពួកមកបងប្អូនបាទគឺជាប្រវត្តិនៃអតីតកាលរឿងចង្ហាន់បិណ្ឌបាតដែលមិនស្អាតយកទៅប្រគេនព្រះសង្ឃព្រះសម្មាសម្ពុទ្ធជាបច្ច័យនាំឲ្យទៅធ្លាក់ដល់ឋាននរក30000ឆ្នាំបានធ្លាក់ដល់បាតផ្ទះឡើងមកវិញណែតឡើងមកវិញគ្រាន់តែបានសូត្រតែមួយម៉ាត់ហ្នឹងហើយបាទស្រែកតែមួយម៉ាត់គូលិចទៅវិញទៅនៅក្នុងផ្ទះអញ្ចឹងយ៉ាងណាមិញប្រសិនណាបើបុគ្គលដែលជាអ្នករក្សានៅសិលយកត្រៃជីវរស្បង់មកគ្របដណ្ដប់លើខ្លួនហើយបែរជាប្រព្រឹត្តនៅសេចក្តីមិនល្អយកគ្រឿងកខ្វក់ទៅលាបថ្វាយបូជាបាទពីព្រោះគ្រឿងសក្ការៈនេះគឺគេដាក់នៅលើទីអាសនៈកាលណាដល់ទីអាសនៈគឺគេមានការអភិសេកជាយោហេពុទ្ធសសរីមេតោអយ៉ាងមេរសច្ចៈបាបមេតោបរាជយោឧខោសយងបាទព្រះពុទ្ធដ៏មានសេរីព្រះអង្គបានឈ្នះមេហើយព្រះអង្គបានត្រាស់ដឹងនៅលើទីអាសនៈនេះមួយទៀតហើយបាទគឺជាព្រះពុទ្ធរូបតំណាងស្នាងអង្គគឺជាយើងបានចម្លាក់នឹងមានព្រះពុទ្ធមានអីចឹងទៅបាទជាមានសាវកព្រះអង្គអីចឹងទៅព្រះអរហន្តព្រះសីវលិយសុទ្ធតែជាតួអង្គដែលអ្នកបានត្រាស់ដឹងបាទទាំងអស់នោះហើយគឺជាបុណ្យស្រែបុណ្យតែបើយើងបែបប្រព្រឹត្តនៅរបស់មិនល្អហើយកន្លែងដែលគេយកទៅគោរពបូជាលើទីអាសនៈយើងនឹងធ្លាក់នរកប្រេតមិនខានទេបាទប៉ុន្តែនេះខ្ញុំគ្រាន់តែចង់ប្រាប់តែរឿងវានៅវែងឆ្ងាយតាក់ទងជាមួយនឹងរបៀបរបបនៃទំនៀមទម្លាប់រឿងខ្មោចព្រាយបិសាចបាទរឿងក្លិនអាសោចមុនគាថាមហាស្នេហ៍គ្រូខ្លះគាត់និយាយថាគាត់ចេះតែលៀបទៅបាទយកទៅថ្វាយទៅចង់ឲ្យកូនសិស្សនឹងរស់ស៊ីមានបានប៉ុន្តែរបស់ដែលយើងយកមកនោះវាក៏គ្រិចវាឲ្យលួយក៏ខ្វក់ចឹងទៅបាទហើយយកមកឲ្យថ្វាយចឹងទៅដល់ពេលមានបញ្ហាប៉ះពាល់ទៅយប់ឡើងមានរឿងបាទហើយគាត់ក៏បានសួរខ្ញុំតាក់ទងជាមួយវត្ថុស័ក្តិសិទ្ធិដែល
លោកគ្រូឲ្យមកអំពីចម្លាក់មាន